Okay, so today pun chẳng ngày nay là hồ miền vì xa thì pram nằm bay tiêm vào lòng cho miền thì pi xem ra bộ chia kim mì ta lấy chân dương từ mơ vì xa bao dương đó này chân là không romang thì muối đôi đó như miền pram romang đó chân là không romang thì muối dương nâng dây ông pi cà chơi rơi chùm lói hay là không romang thì pi dương dây ông pi cà bông pin dần lá cái dương pin dần lại bàn tầm tới hayใน ក្នុង រមាំង ទី 3 ផង ដែរ គេ ឲ្យ យើង នឹង បំពេញ ជា ប្រភេទ នៃ អាតូម ណា គេ ឲ្យ យើង រាប់ អំពី ចំនួន អាតូម ហ្នឹង ប្រភេទ នៃ ចំនួន អាតូម តើ វា មាន អាតូម ហ្នឹង ប្រមាណ ប្រភេទ អាតូម អូខេ អញ្ចឹង កន្លែង នេះ កែ សម្រួល តិច សិន អូខេ អញ្ចឹង យើង មាន រូបមន្ត ប៉ុណ្ណេះ ហើយ គេ ឲ្យ យើង ហ្នឹង ទៅ រាប់ អំពី ចំនួន អាតូម នៅ ក្នុង ប្រភេទ នៃ គីមី របស់ វា ហ្នឹង ក៏ ដូច ជា ប្រភេទ នៃ គីមី នៅ ក្នុង រូបមន្ត នឹង ដូច នេះ ដែរ ហើយនៅក្នុងរមាំងទី 4 គេឲ្យយើងនឹងទៅថ្លឹងសម័យកាលបានត្រឹមត្រូវអញ្ចឹងគេមានសម័យកាលពី 1 ទៅ 15 ណាគេឲ្យយើងបំពេញឬក៏គេឲ្យយើងថ្លឹងហើយយើងក៏លេខទៅមើលលំហាត់វិញនៅក្នុងលំហាត់នេះគឺគេឲ្យយើងនឹងកណនាម៉ាស់តាមរយៈសម័យកាលអញ្ចឹងគ្រូសង្ឃឹមថាបងប្អូននឹងអាចដោះស្រាយវាបានអូខេចាឥឡូវយើងចូលទៅមើលចម្លើយរបស់យើងទាំងអស់គ្នាតែម្ដងអញ្ចឹងនៅក្នុងរមាំងទី 1 យើងនឹងជ្រើសរើសនៅក្នុងសំណួរទី 1 គេសួរថាតើធាតុមួយណាដែលបង្កឡើងដោយអាតូមខុសគ្នាអញ្ចឹងដូចបងប្អូនបានឃើញអញ្ចឹងតើតើទៅនឹងធាតុដែលបង្កឡើងដោយអាតូមខុសគ្នាគឺយើងនិយាយអំពីម៉ូលេគុលទឹកអញ្ចឹងយើងដឹងថាម៉ូលេគុលទឹកគឺជាប្រភេទនៃម៉ូលេគុលដែរបង្កឡើងដោយធាតុបង្ក2គឺមានអ៊ីដ្រូសែនផ្សំជាមួយនឹងអុកស៊ីសែនដែលឡែកតុងដែងដែកហើយនឹងកាបូនវាគឺជាធាតុហើយចំណែកឯតកកវាគឺជាសមាសធាតុអូខេអាហ្នឹងគឺជាលក្ខណៈខុសគ្នារបស់វាទី2គេឲ្យយើងរាប់អំពីចំនួនអាតូមនៅក្នុងម៉ូលេគុលរបស់កាល់ស្យូមផូស្វាតយើងដឹងហើយតើតើនឹងកាល់ស្យូមផូស្វាតតើវាមានចំនួនអាតូមសរុបរបស់វានឹងប្រមាណអញ្ចឹងយើងមើលមានកាល់ស្យូម3ផូស្វាត2អុកស៊ីសែន8អញ្ចឹងយើងរាប់សរុបទៅឃើញចំនួន13អាតូមអូខេយើងចូលទៅដល់រមាំងទី2វិញណាដែលឡែកនៅក្នុងរមាំងទី 2 ក៏ដូចគ្នាដែរគេឲ្យយើងបំពេញទៅលើរបស់របស់យើងអញ្ចឹងដូចដែលបងប្អូនបានដឹងអញ្ចឹងតកតងទៅនឹងបំលែងយើងដឹងថាបំលែងគឺវាមាន2ប្រភេទតកតងនឹងបំលែងរបស់យើងអញ្ចឹងគេថាបំលែងដែលកើតឡើងដោយមានសារធាតុថ្មីមួយឬក៏ច្រើនហ្នឹងត្រូវបានគេរាប់ឬក៏គេហៅថាបំលែងគីមីណាអញ្ចឹងបំលែងទាំងឡាយណាដែលមានកកើតសារធាតុថ្មីចាប់ពី1ឡើងទៅណាចាប់ពី1ឡើងទៅត្រូវបានគេហៅថាបំលែងគីមីឬក៏បាតុភូតគីមីអូខេនៅក្នុងសំណួរទី2ដូចគ្នាដែរគេសួរថាតើបំលែងណាដែលគ្មានកកើតសារធាតុថ្មីអញ្ចឹងកន្លែងនេះគេចង់ថាតើបំលែងប្រភេទណាដែលវាមិនមានកកើតទៅជាសារធាតុថ្មីនៅក្នុងប្រតិកម្មរបស់វាឬក៏នៅក្នុងដំណើរការនៃការបំលែងរបស់វាអញ្ចឹងក្នុងនេះយើងដឹងថាបំលែងដែលមិនកើតមានសារធាតុថ្មីហ្នឹងត្រូវបានគេហៅថាបំលែងរូបឬក៏បាតុភូតរូបអូខេអញ្ចឹងកន្លែងនេះគ្រូសុំកែតិចណាបំលែងរូបណាបំលែងរូបឬបាតុភូតរូបណាមិនមែនបាតុភូតគីមីទេ sorry ណាបាតុភូតគីមីបាតុភូតរូបអូខេអញ្ចឹងដូចគ្នាដែរអូខេអានេះខុសមួយទៀតអញ្ចឹងយើងកែវាឲ្យបាតុភូតបំលែងគីមីឬបាតុភូតគីមីភូតគីមីអូខេអញ្ចឹងទៅថាមើលវាឡើងវិញអញ្ចឹងបាទដឹងកន្លែងខុសអញ្ចឹងបាទមើលដឹងកន្លែងខុសបំលែងរូបឬបាតុភូតរូបអូខេបាតុភូតរូបបាតុភូតរូបអូខេបាតុភូតរូបអូខេអញ្ចឹងគ្នាយើងឥឡូវអានេះគ្រូបានកែសម្រួលរួចហើយអញ្ចឹងបើសិនជាអត់បានមើលទេអាចនឹងខុសអញ្ចឹងយើងកែវាហើយតោះដែលឡែកនៅក្នុងរមាំងទី3គេឲ្យយើងរៀបរាប់សំទោសគឺគេឲ្យយើងនឹងទៅនិយាយអំពីចំនួនអាតូមរបស់វាណាចំនួនអាតូមនិងប្រភេទអាតូមចំនួនអាតូមនិងប្រភេទអាតូមនៅក្នុងម៉ូលេគុលរបស់យើងនឹងតើមានចំនួនប៉ុន្មានខ្លះអញ្ចឹងដូចខាងនេះចឹងគឺជាចម្លើយរបស់យើងប៉ុន្តែសំណួរសួរតើធ្វើម៉េចបានយើងដឹងថាវាមានចម្លើយប៉ុណ្ណឹងអូខេអាហ្នឹងយើងមើលទាំងអស់គ្នាអញ្ចឹងយើងនិយាយអំពីស័ង្កសីផូស្វាតអញ្ចឹងបើយើងនិយាយអំពីចំនួនរបស់អាតូមឬក៏ម៉ូលេគុលស័ង្កសីផូស្វាតនេះយើងដឹងថាវាមាន6អាតូមតែយើងរាប់ធ្វើម៉េចបានឃើញ6អញ្ចឹងយើងអាចរាប់អំពីស័ង្កសីណា Zn នេះចំនួន1S នេះមួយទៀតអញ្ចឹងវាឡើង2បូកជាមួយនឹងអុកស៊ីសែន4អាហ្នឹងគេហៅថាចំនួនអាតូមអញ្ចឹងមែនតើគ្នាយើងអាចសម្គាល់ថាចំនួនអាតូម
cứ sầm đai từ lơ ca rộp atom sả rộp là không molecule bao bì aiแต่មានយើងរាប់ទាំងអស់បើយើងនិយាយអំពីចំនួនប្រភេទអាតូមវិញប្រភេទអាតូមគឺយើងរាប់តែប្រភេទណាដែលខុសគ្នានៅក្នុង molecule របស់វាទេដល់ឡែកអាណាដូចគ្នាយើងរាប់វាតែមួយទេណាអញ្ចឹងយើងមាន6អាតូមនិង3ប្រភេទសាំងអាស៊ីតស៊ូបារិកវិញH2SO4 ដូចគ្នាដែរយើងមានចំនួន7អាតូម hydrogen 2 sponsor 1និង oxygen 4ហើយប្រភេទវាគឺមាន3មាន hydrogen sponsor និង oxygen ដែលឡែកនៅក្នុង2 molecule នៃប្រាក់នីត្រាតគឺមានចំនួន10អាតូមហើយយើងមាន3ប្រភេទគីមីដូចគ្នាណាចុងក្រោយគឺអាលុយញ៉ូមអុកស៊ីតមាន5អាតូមនិង2 molecule ណា2អាតូមរបស់យើង2អាតូម molecule របស់វាហ្នឹងគឺមានចំនួន5អូខេតោះអញ្ចឹងបន្ទាប់ពីយើងរាប់ចំនួនអាតូមហើយយើងនិយាយអំពីការថ្លឹងសមីការណាគេឲ្យយើងថ្លឹងសមីការខាងក្រៅបានត្រឹមត្រូវអញ្ចឹងដូចដែលបានបង្ហាញយើងមាន5សមីការណាបងប្អូនយើងមាន4សំទោសយើងមាន4សមីការគេឲ្យយើងថ្លឹងឲ្យបានត្រឹមត្រូវតើតើទៅនឹងសូដ្យូមប្រតិកម្មជាមួយអុកស៊ីសែនអញ្ចឹងគ្រូចង់ឲ្យគ្នាយើងដឹងដើម្បីថ្លឹងសមីការបានយើងត្រូវដឹងអំពីគោលការណ៍2គោលការណ៍ទី1យើងថ្លឹងទៅលើធាតុ2ប្រភេទហើយគោលការណ៍ទី2ថ្លឹងចាប់ពី3ប្រភេទឡើងទៅអញ្ចឹងសំណួរទី1និងទី2នេះយើងថ្លឹងតែ2ប្រភេទទេតែយើងថ្លឹងវា2ប្រភេទអញ្ចឹងកាលណាតើតើទៅនឹងធាតុ2ប្រភេទគឺយើងត្រូវថ្លឹងទៅលើអាតូមអុកស៊ីសែនមុនណាថ្លឹងអុកស៊ីសែនហើយចាំយើងថ្លឹងធាតុដទៃណាថ្លឹងអុកស៊ីសែនហើយចាំថ្លឹងធាតុដទៃអញ្ចឹងយើងមើលអុកស៊ីសែន2ក៏កើតបានអុកស៊ីសែន1អញ្ចឹងយើងត្រូវថែម2អញ្ចឹងកាលណាយើងថែម2សូដ្យូមឡើង4អញ្ចឹងខាងនេះមាន1អញ្ចឹងយើងថែម4ទី2គឺកាល់ស្យូមដូចគ្នាដែរណាយើងថែមខាងនេះ2ហើយថែមខាងនេះ2ទៀតតើតើទៅនឹងកាល់ស្យូមជាមួយនឹងអាស៊ីតផូស្វរិកកាល់ស្យូមជាមួយអាស៊ីតផូស្វរិកយើងទទួលបានកាល់ស្យូមផូស្វាតជាមួយនឹងអ៊ីដ្រូសែនអញ្ចឹងយើងថែមកាល់ស្យូម3អ៊ីដ្រូសែន2អាស៊ីតផូស្វរិក2និងអ៊ីដ្រូសែននឹងចំនួន3 molecule ថែមណាចុងក្រោយគឺដែកជាមួយនឹងទឹកណាដែកប្រតិកម្មជាមួយទឹកវាបង្កើតបានដូចជាដែក3អុកស៊ីតឬក៏ដែកអុកស៊ីតម៉ាញ៉េទិកណាដែកអុកស៊ីតម៉ាញ៉េទិកបូកជាមួយនឹងអ៊ីដ្រូសែនអញ្ចឹងយើងថ្លឹងវាដូចគ្នាដែរចាប់ពី3ប្រភេទឡើងទៅយើងថ្លឹងទៅលើដែកណាបងថ្លឹងដែកហើយបងថ្លឹងទៅលើអ៊ីដ្រូសែនអញ្ចឹងអ៊ីដ្រូសែនស្មើគ្នាយើងថ្លឹងអុកស៊ីសែន4ខាងនេះ1អញ្ចឹងយើងថែម4អញ្ចឹងអ៊ីដ្រូសែនចាប់ដើមលើសវិញអញ្ចឹងបងត្រូវកលេចទៅមើលអ៊ីដ្រូសែនឡើងវិញអូខេតោះឥឡូវយើងចូលទៅដល់ចំណុចសំខាន់របស់យើងគឺតកតងទៅនឹងការដោះស្រាយលំហាត់អញ្ចឹងដូចគ្នាយើងធ្លាប់ដឹងដើម្បីដោះស្រាយលំហាត់បានយើងមាន6ជំហានជំហានទី1គឺអានប្រធានជំហានទី2គឺសរសេរសមីការតាមប្រតិកម្មជំហានទី3យើងថ្លឹងសមីការតាមប្រតិកម្មជំហានទី4បូកម៉ាស់ម៉ូលេគុលជំហានទី5យើងស្រង់បំរាប់ឬក៏សមត្ថកម្មហើយជំហានទី6យើងវិចារនឹងសមាមាត្រអូខេអញ្ចឹងយើងមើលអំពីលំហាត់របស់យើងគេថាគេយកលោហៈប៉ូតាស្យូមយើងអាចទៅមើលប្រធានខាងលើបន្តិចណាគេដុតប៉ូតាស្យូមចំនួន3ក្រាមជាមួយនឹងអុកស៊ីសែនក្រោយប្រតិកម្មចាប់ទៅគេទទួលបានប៉ូតាស្យូមអុកស៊ីតគេឲ្យយើងសេសមីការកណនីម៉ាស់អុកស៊ីសែនហ្នឹងកណនីម៉ាស់របស់ប៉ូតាស្យូមអុកស៊ីតដែរទទួលបានតោះអញ្ចឹងយើងទៅមើលចម្លើយរបស់យើងវិញហេអញ្ចឹងយើងទី1បន្ទាប់ពីយើងថ្លឹងវាហើយសរសេរបានហើយយើងត្រូវបូកម៉ាស់ម៉ូលេគុលអញ្ចឹងប៉ូតាស្យូមម៉ាស់ម៉ូលេគុល39ហើយមាន4អាតូមយើងគុណ4ទៅស្មើនឹង156អុកស៊ីសែន32ហើយប៉ូតាស្យូមអុកស៊ីតហ្នឹងគឺស្មើនឹង188ណា188ទី2យើងស្គាល់ម៉ាស់របស់ប៉ូតាស្យូម3ក្រាមរម៉ាស់អុកស៊ីសែន x រម៉ាស់ប៉ូតាស្យូមអុកស៊ីតគឺ y តោះខកណនីម៉ាស់របស់អុកស៊ីសែនដែលត្រូវការនៅក្នុងចំហេះរបស់ប៉ូតាស្យូមអញ្ចឹងដើម្បីកណនីម៉ាស់របស់វាតាមសមីការបានទី1យើងត្រូវវិចារអូនណាយើងត្រូវវិចារតាមសមីការខាងលើនេះភាសាអីយើងស្គាល់ទៅលើម៉ាស់របស់ប៉ូតាស្យូមអញ្ចឹងគេថាបើសិនជាគេប្រើប៉ូតាស្យូមនឹងចំនួន156ក្រាមក្នុង1ម៉ូលត្រូវការអុកស៊ីសែននឹង32ក្រាមក្នុង1ម៉ូលអាហ្នឹងជួរទី1យើងវិចារទៅលើម៉ាស់ម៉ូលេគុលរបស់វាទី2បើសិនជាគេប្រើប៉ូតាស្យូម3ក្រាមត្រូវការអុកស៊ីសែននឹង x យើងតាំងវា x ទេជាធាតុដែលយើងមិនស្គាល់អញ្ចឹងជំហានចុងក្រោយគឺយើងទាញតាមសមាមាត្រឃើញទេអញ្ចឹងសមាមាត្រយើងផលធៀបរវាងម៉ាស់ម៉ូលេគុលនៅលើម៉ាស់របស់វាអញ្ចឹង156នៅលើ3 32នៅលើ x អញ្ចឹងនាំមក x ទៅណាព្រោះ x គឺជាតម្លៃរបស់ម៉ាស់អុកស៊ីសែនដែលយើងត្រូវការណាអ
ចឹងនាំអីយើងបាន32គុណ3ចែកឲ្យ156ចឹងចម្លើយរបស់យើងគឺស្មើនឹង 0.61 ក្រាមក្នុង1សំទោស 0.61 ក្រាមអានេះគឺជាម៉ាស់របស់អុកស៊ីសែនដែលត្រូវការបន្ទាប់ពីយើងគណនាម៉ាស់របស់អុកស៊ីសែនដែលត្រូវការហើយយើងក៏លេខទៅមើលម៉ាស់របស់ប៉ូតាស្យូមឬក៏ម៉ាស់ Y នេះតើប៉ូតាស្យូមអ៊ីតូស៊ីតហ្នឹងសំទោសប៉ូតាស្យូមអុកស៊ីតហ្នឹងស្មើនឹងប៉ុន្មានអញ្ចឹងដើម្បីគណនាម៉ាស់ប៉ូតាស្យូមអុកស៊ីតបានយើងត្រូវមានវិធី2យ៉ាងនៅក្នុងការគណនាបងប្អូនណាអញ្ចឹងលោកគ្រូចង់ឲ្យគ្នាយើងអាចគណនាតាមនេះក៏បានដែរណាគេហៅថាតាមច្បាប់រក្សាម៉ាស់អញ្ចឹងលោកគ្រូសុំសរសេរខាងក្រោមអញ្ចឹងតាមច្បាប់រក្សាម៉ាស់គឺយើងនិយាយអំពីផលបូកនៃម៉ាស់អង្គធាតុប្រតិករស្មើជាមួយនឹងម៉ាស់អង្គធាតុកកើតអញ្ចឹងកន្លែងហ្នឹងមែនតើទៅយើងអាចសរសេរអំពីអីគេបងប្អូនអាចសរសេរអំពីម៉ាស់របស់ប៉ូតាស្យូមបូកជាមួយម៉ាស់អុកស៊ីសែនស្មើនឹងម៉ាស់របស់ប៉ូតាស្យូមអុកស៊ីតប៉ុន្តែបើវិធីមួយទៀតគ្នាយើងអាចវិចារវាតាមសម័យកាលដូចគ្នាអញ្ចឹងណាតាមសម័យកាលខាងលើហ្នឹងយើងអាចឃើញថាម៉េចបើសិនជាគេប្រើប៉ូតាស្យូម156វាត្រូវការប៉ូតាស្យូមអុកស៊ីតហ្នឹងចំនួន188ក្រាមក្នុង1ម៉ូលតែផ្ទុយវិញបើសិនជាគេប្រើវាតែ3ក្រាមវិញត្រូវការប៉ូតាស្យូមអុកស៊ីតចំនួន Y អញ្ចឹងទាញតាមសមាមាត្រមកយើងបាន156នៅលើ3ស្មើជាមួយនឹង188នៅលើ Y អញ្ចឹងនាំ Y ស្មើ188មែនកន្លែងនេះយើងគុណចម្រាស់វាទៅស្មើនឹង188គុណឲ្យ3ចែកឲ្យ156អញ្ចឹងចម្លើយរបស់យើងនឹងឃើញសំទោសគឺ 3.61 ណាបើសិនជាបងប្អូនប្រើតាមច្បាប់រក្សាម៉ាស់យើងនឹងឃើញដូចគ្នាដែរណាយើងឃើញដូចគ្នាអញ្ចឹងសរុបមកវិញណាម៉ាស់របស់ប៉ូតាស្យូមអុកស៊ីតដែលយើងទទួលបានក្រោយពេលប្រតិកម្មគឺស្មើនឹង 3.61 អូខេអញ្ចឹងនៅក្នុងវិញ្ញាសាទី5យើងមានប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូននឹងព្យាយាមរំលឹកក៏ដូចជាអនុវត្តវាដើម្បីត្រៀមប្រឡងចោលមាសរបស់យើងសម្រាប់ចោលមាសទី2ផងដែរអរគុណជួបគ្នានៅវិញ្ញាសាក្រោយ